នាទីជាមួយព្រះព្រះយេស៊ូវមានព្រះបន្ទូលថាកុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដីជាកន្លែងដែលមានកណ្ដៀរនិងច្រេះស៊ីជាកន្លែងដែលមានចោរទម្លាជញ្ជាំងចូលមកលួចប្លន់នោះអីសោះត្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណាចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរចិត្តមនុស្សភាគច្រើនគ្មានការអត់ធ្មត់បើចង់បានអ្វីគឺចង់ឲ្យបានភ្លាមក្នុងថ្ងៃនេះមិនចង់រងចាំដល់ថ្ងៃស្អែកទេម្យ៉ាងទៀតចិត្តតែងតែប្រដេញជាប់តាមសម្ភារៈនិយមដោយភ្លេចគិតមើលពីការដែលនាំឲ្យមានបញ្ហាកើតឡើងមានបរិសុទ្ធ2នាក់កំពុងស្ទូចត្រីនៅក្នុងបឹងមួយស្ដាប់តែឃើញផ្សែងហុយទ្រឡើងលើមេឃពីចម្ងាយគាត់ក៏នាំគ្នារត់ទៅមើលឃើញភ្លើងឆេះផ្ទះហួសពេលនឹងជួយលត់ទៅហើយ2នាក់ប្តីប្រពន្ធនិងកូនស្រីតូចដែលជាម្ចាស់ផ្ទះឈរសម្លឹងមើលទៅលើផ្ទះខ្លួនដែលកំពុងคล้ายទៅជាផេះប្រពន្ធស្រែកទ្រហោយំប្តីក្តាប់ដៃដោយមិនអស់ចិត្តស្រែកឡើងថាអោព្រះអង្គម្ចាស់អើយខ្ញុំបាត់បង់អស់រលីងនៅជន់នេះហើយកូនស្រីតូចបានឮដូច្នោះក៏ចាប់ដៃឪពុកទាំងសម្លឹងមើលមុខគាត់និយាយថាពុកអើយពុកមិនបាត់បង់ទាំងអស់ទេនៅមានខ្ញុំនឹងម៉ែតាផ្ទះអាចនឹងសង់ឡើងវិញបានប៉ុន្តែទំនាក់ទំនងនឹងមាននៅជាប់រាល់ថ្ងៃយើងភ្លក់រសជាតិទ្រព្យសម្បត្តិលោកីតែរបស់លោកីដែលយើងមាននេះមិននៅថិតថេរជាប់រហូតទេអាចคล้ายទៅជាផេះក្នុងមួយផ្ទប់ផ្សេចភ្នែកបងប្អូនប្រហែលជាធ្លាប់ឃើញធ្លាប់ឮឬដោយសារតែការស្រឡាញ់ទ្រព្យខ្លាំងពេកបណ្ដាលឲ្យមានការបែកបាក់គ្នានៅក្នុងគ្រួសារដាច់ចំណងមិត្តភាពឆ្លោះប្រកែករហូតដល់កាប់សម្លាប់គ្នាក៏មានឧទាហរណ៍ដូចជាពេលមានឡានថ្មីស្ដាប់តែកូនឬប្រព័ន្ធបើកដោយមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យឡានកំពិតខូចអស់ប្តីខឹងទីណាត់ទីណែងជេរស្ដីប្រព័ន្ធឬកូនដែលកំពុងតែភ័យពីគ្រោះថ្នាក់ដែលកើតនោះបណ្ដាលឲ្យមានកំហឹងទប់នឹងកំហឹងវិញឬក៏កាន់តែភ័យស្លន់លើសទៅទៀតការនេះឯងដែលយើងឃើញថាប្តីមើលទៅឡានដែលខូចជាជាងមានចិត្តនឹកអរព្រះគុណដល់ព្រះដែលកូនឬប្រពន្ធខ្លួនមិនមានគ្រោះថ្នាក់ដល់ជីវិតពោលគេមើលទៅសម្ភារៈដែលនឹងសាបសូន្យទៅនោះធំជាងជីវិតមនុស្សទៅទៀតខ្ញុំបានឮបងស្រីម្នាក់បានប្រាប់ខ្ញុំថាថ្ងៃមួយកូនគាត់បានជិះកង់ទៅផ្សារពេលដែលឆ្លងថ្នល់មានរថយន្តមួយបើកមកគៀកង់កូនគាត់ហើយគេចុះពីលើឡានជេរកូនគាត់ទាំងកំហឹងដោយមិនរវល់នឹងកូនគាត់ដែលដួលមានរបួសពេញខ្លួនសោះនេះឯងដែលចិត្តគេដោតក្តីស្រឡាញ់ទៅលើទ្រព្យលោកីនេះការនេះនាំឲ្យខ្ញុំនឹកឃើញពីព្រះបន្ទូលព្រះយេស៊ូវបានមានបន្ទូលថាចូលប្រមូលទ្រព្យសម្បត្តិទុកនៅឋានបរមសុខវិញជាឋានដែលគ្មានកណ្ដៀរនិងច្រេះស៊ីជាឋានដែលគ្មានចោរទម្លាយបានដែរទ្រព្យសម្បត្តិដែលពិតនោះមិនអាចនឹងយកមាសឬប្រាក់ទៅទិញបានឡើយសូមគិតពិចារណាពីរឿងនេះទុកសម្រាប់ជីវិតរបស់បងប្អូនលោកអ្នកថាតើយើងនឹងសម្រេចភ្ជាប់ចិត្តទៅលើអ្វីសូមរំពឹងពិចារណាពីជីវិតរបស់បងប្អូនចាសសូមអរគុណដែលបានស្ដាប់ហើយសូមរងចាំស្ដាប់នៅពេលក្រោយទៀត